Bà sẽ có một căn video review Insta X và Insta X ហ្នឹងគឺតំចេញថ្ងៃទី12 ខែ 8 ហ្នឹងណាអញ្ចឹងInsta X ហ្នឹងវាបាន update sensor វាថ្មីខ្លាំងជាងមុនជាង X5 អញ្ចឹងទៅហើយវាមានអាចថតដល់ 8K 50 frameអញ្ចឹងកាមេរ៉ាថ្មី sensor វាថ្មីពេល low light ក៏វាថតបានល្អជាងមុនដែរអញ្ចឹងណាអញ្ចឹងថត low light ច្បាស់ជាងមុនច្បាស់ជាង X5 អញ្ចឹងទៅចំណុច update មួយទៀតគឺវាអាចថត10 bit iLog បានអញ្ចឹងណាអញ្ចឹងជាកាមេរ៉ាដំបូងដែលរបស់ Insta ដែលអាចថត10 bit iLog 360 វីដេអូបានចំពោះ single lens វាអាចថតវីដេអូ 4K កម្រិត 125 ហើយ mega view បាន 5K អញ្ចឹងទៅចំណែកឯថ្មវាអាចថតបានដល់ទៅ140នាទីអញ្ចឹងណាហើយក៏វាមាន lens replacement ដែរពេលបែក lens បែកអីយើងអាចដូរបានហើយងាយស្រួលជាងមុនចឹងសម្រាប់ waterproof វាអាចចូលទឹកបានជម្រៅ20 ម៉ែត្រហើយយើងអាចដាក់ case វាជាមួយលេងនៅក្នុង60 ម៉ែត្រទៀតចឹងទៅណាបាននេះជារូបរាងវា X6 និង X5 បាទខុសគ្នាច្រើនដែរហើយ X6 មើលទៅរាងស្អាតដែរវារាងទូចចឹងណាអត់វែងជាង X5 ទេបាទចំពោះការថតស្លឹកវិញX6 គឺថតបាន120 megapixel ហើយ X5 ថតតែ72 megapixel ទេអញ្ចឹងវាច្បាស់ជាងអញ្ចឹងណាបាទនេះជាវីដេអូដែលថត X6 និង X5 យើងឃើញថា X6 វាកាត់ពន្លឺព្រះអាទិត្យច្បាស់ជាងណាហើយយើងកុំឲ្យឃើញពន្លឺព្រះអាទិត្យស្ញាច់បើ X5 វាឃើញបែកពន្លឺព្រះអាទិត្យនៅលើហ្នឹងអញ្ចឹងទៅប៉ុន្តែ X6 ធ្វើបានល្អជាងអញ្ចឹងទៅបាទនេះជាវីដេអូដែលថត compare គ្នាជាមួយ X6 X5 8K 30 frame ចឹងឃើញថា sensor ថ្មីគឺធ្វើបានល្អជាង X5 ច្រើនដែរអញ្ចឹងណាវាឲ្យពន្លឺច្រើនជាង X5 ទាំងវីដេអូនិងរូបភាពហើយនេះជាវីដេអូ low light ពេលយប់ថតពេលយប់ចឹងទៅបាទមាន single lens 4K មាន 8K 30 frame គឺវាថតបានច្បាស់ល្អហើយវាឲ្យពន្លឺវាអត់បែកពន្លឺអំពូលភ្លើងអីយើងថតទៅគឺអត់ឃើញបែកដូច X5 ទេ X5 ថតទៅឃើញបែកពន្លឺភ្លើងចឹងទៅអញ្ចឹងអានេះ sensor ថ្មី update ថ្មីបាទហើយក៏វាក៏មាន memory built in មកដែរគឺមាន memory 47GB នៅក្នុងម៉ាស៊ីនអញ្ចឹងណាអញ្ចឹងជាការ update មួយដែររបស់ Insta 360គឺអត់ដែលមាន memory ទេហើយវាអាចថតបាន140នាទីនៅក្នុងកម្រិត 8K អញ្ចឹងថ្មមួយយើងអាចថតបាន140នាទីអញ្ចឹងទៅហើយនេះជារូបរាងវាទាំងមុខទាំងក្រោយវាមានពីរពណ៌មានខ្មៅហើយពណ៌សអញ្ចឹងណាយើងឆ្លាញ់មួយណាតែមួយនឹងបានហើយតម្លៃវានៅអាមេរិកគឺ699អញ្ចឹងយកមកនេះយើងអត់ដឹងថាថ្លៃជាងឬថោកជាងឯងនេះចាំមើលប្រហែលជាមួយអាទិត្យទៀតអីមាននៅខ្មែរអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាឆ្លាញ់មួយណាតែមួយនឹងទៅបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណ